ម្ហូបរបស់ខ្ញុំថ្ងៃនេះគឺបែបស្រុកស្រែជនបទតែម្ដងគឺថាមានស្អុយប្រហុកពេញផ្ទះជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបានម្ហូបពិសេសគឺសម្លម្ជូរត្រីឆ្អើរមុននឹងចេញទៅស្លម្ជូរត្រីឆ្អើរគឺខ្ញុំសូមចំហុយផ្អកបន្តិចសិនខ្ញុំទៅលេងស្រកកាលចូលឆ្នាំក៏យកផ្អកបានបន្តិចដែរខាងក្រោមគឺផ្អកត្រីប្រាហើយខាងលើជាផ្អកត្រីរៀលប្រហែលកន្ទុយនឹងឯងខ្ញុំយកទៅលាងទឹកឲ្យស្អាតទៅគ្រឿងរបស់ខ្ញុំមានម្ទេសហើយនឹងខ្ទឹមនឹងមួយទៅដំបាច់ចេញពីក្រពើបដាវានៅជុំគ្នានោះហើយខ្ញុំដាក់រយពីលើយ៉ាងឯងដើម្បីយកទៅចំហុយខ្ញុំដាក់ប៊ីចេងបន្តិចហើយនឹងស្ករបន្តិចមកខ្ញុំប្រើក្បាច់ម៉ែចែកឲ្យក្បាច់ខ្ជិលលឿនខ្ញុំដាក់ក្នុងបាយចំហុយតែម្ដងហើយក៏ងាកមករៀបចំដាក់ស្លាបានមួយកូនចានខ្ញុំបង់លឹកគ្រៃលេងខ្ទឹមហើយនឹងម្ទេសចូលគ្នាហើយរហូតដល់ពុះបានខ្ញុំដាក់ត្រីឆ្អើរមកក្តាមត្រីឆ្អើរគឺបកស្រាច់មិនពិបាកទេរួចហើយបានខ្ញុំបង់ម្ជូរនេះហើយគឺជាម្ជូរ Sorial ភាសាអង់គ្លេសហ្នឹងខ្ញុំហៅថាស្លឹកអំពិលចុះស្លឹកអំពិលនៅនេះគឺដាក់តែស្លឹកក៏បានដែរតែខ្ញុំចង់ដាក់ទាំងដើមបន្ទាប់មកខ្ញុំក៏ថែមអំបិលបន្តិចប៊ីចេងបន្តិចហើយខ្ញុំក៏លួចដាក់ប្រហុកបន្តិចដែរតែមិនបង្ហាញខ្ញុំថែមទឹកត្រីមួយកូនស្លាបព្រាបាយហើយចុងក្រោយនេះខ្ញុំក៏បង់ម្រះព្រៅកកមិនមានម្រះប្រើអាស្រស់ទេមានតែកកនឹងឯងមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំហូបបាយល្ងាចម្នាក់ឯងទេដោយសារស្នេហាខ្ញុំគាត់ទៅធ្វើការហើយស្នាក់នៅឯនោះតែម្ដងឥឡូវនេះបាយម្នាក់ឯងបដ ாய் បានស្លម្ជូរត្រីឆ្អើរហើយនឹងផ្អកចំហុយហើយលក់មានតែមកទេស្បៃក្តោប